ឆ្ងាញ់មែនពេលដែលបានញ៉ាំតែបើញ៉ាំញឹកប្រឈមចាស់មុនអាយុឈឺរ៉ាំរ៉ៃច្រើនមិនឈប់របបអាហារបើអ្នកញ៉ាំត្រូវវាបានជួយដល់ឲ្យសុខភាពល្អបានរាងស្អាតមិនងាយឈឺរស់បានអាយុវែងក៏ប៉ុន្តែរបបអាហារខ្លះកាន់តែញ៉ាំកាន់តែខូចសុខភាពកាន់តែទ្រុឌទ្រោមខ្លាំងឡើងអាស្រ័យហេតុនេះអ្នកគួរញ៉ាំអាហារដែលមានតុល្យភាពត្រឹមត្រូវរួមទាំងសាច់បន្លែនិងផ្លែឈើជាដើមនៅក្នុងថ្ងៃនេះខ្ញុំនឹងសូមលើកយករបបអាហារដែលញ៉ាំញឹកញាប់ធ្វើឲ្យសម្រស់របស់អ្នកឆាប់បាក់ឆាប់ចាស់មុនអាយុជាពិសេសគឺឡើងទាំងមុនផងដែរនេះបើយោងតាមប្រភពរបស់ Healthline.com ទី1អាហារខ្លាញ់អាហារខ្លាញ់ជាប្រភេទអាហារសម្បូរទៅដោយខ្លាញ់អាហារបំពងអាហារចៀនញ៉ាំច្រើនមិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេគ្រប់គ្នាប្រកាសជាបានដឹងនៅក្នុងចិត្តស្រាប់ហើយក្រុមអាហារទាំងអស់នេះអាចប៉ះពាល់ដល់ដំណើរការនៅក្នុងរាងកាយរបស់អ្នកដូចជាអាហារចៀននៅក្នុងប្រេងនិងសីតុណ្ហភាពខ្ពស់បញ្ចេញរ៉ាឌីកាល់សេរីដែលអាចបណ្ដាលឲ្យខូចកោសិកាដល់ស្បែករួមទាំងអាចបង្កើនល្បឿនភាពចាស់នៃរាងកាយរបស់អ្នកបានយ៉ាងលឿនខ្លាំងណាស់ដូច្នេះហើយគឺអ្នកអាចធ្វើឲ្យប្រឈមនឹងជំងឺឆាប់ចាស់រួមទាំងប្រឈមជាមួយនឹងជំងឺផ្សេងផងដែរទី2កាហ្វេកាហ្វេគឺល្អចំពោះសុខភាពរបស់អ្នកក៏ប៉ុន្តែការញ៉ាំកាហ្វេច្រើនជាប្រចាំថ្ងៃលើសកំណត់អាចប្រឈមផលប៉ះពាល់ដល់រាងកាយរបស់អ្នកមិនអត់នោះទេជាពិសេសគឺប៉ះពាល់ដល់ស្បែកអាចខ្សោះជាតិទឹកស្បែកជ្រីវជ្រួញស្បែកយាធ្លាក់ផងដែរដូច្នេះកុំព្យាយាមញ៉ាំកាហ្វេលើសកំណត់ពេកវាមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយជាពិសេសប្រសិនណាអ្នកមានជំងឺប្រចាំកាយទៀតនោះវាកាន់តែប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរផងដែរទី3សាច់ក្រហមឬសាច់កែច្នៃសាច់ក្រហមរួមជាមួយនឹងសាច់កែច្នៃបើអ្នកញ៉ាំញឹកញាប់ញ៉ាំច្រើនពេកវាមិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេវាអាចធ្វើឲ្យមានផលប៉ះពាល់ដល់រាងកាយរបស់អ្នកដូចជាឡើងជាតិអាស៊ីតនៅក្នុងខ្លួនរួមទាំងអាចបង្កជាគ្រោះថ្នាក់ប្រឈមនឹងជំងឺផ្សេងទៀតផងដែរទី4ស្រាជាទូទៅការផឹកស្រាច្រើនវាមិនល្អសម្រាប់សុខភាពរបស់អ្នកដូចគ្នាមិនត្រឹមតែវាមានផលប៉ះពាល់ដល់ស្បែកប្រឈមជាមួយនឹងចាស់មុនអាយុអ្វីដែលពិសេសផងនោះការផឹកស្រាច្រើនអាចប្រឈមជាមួយជំងឺមហារីកថ្លើមលើសសម្ពាធឈាមជំងឺបេះដូងផងដែរដូច្នេះគួរតែពិសាដោយការទទួលខុសត្រូវព្រោះពេលដែលឈឺគឺមិនស្រួលនោះទេលុយក៏អស់អ្វីដែលសំខាន់ជាងនេះទៀតនោះគឺប្រសិនណាគ្មានលុយសម្រាប់ព្យាបាលគឺកាន់តែធ្ងន់ធ្ងរហើយ